ហាមានសក់មានដង្កូវហើយមានកស៊ូកបើមួយទៀតនោះគឺដៃលាងចានបណ្ដោយហើយខ្ញុំនិយាយអំពីគុណវិបត្តិនៃសារធាតុទាំងអស់ហ្នឹងហើយវាប៉ះពាល់ដល់សុខភាពវាលើសពីអាហារអត់អនាម័យប៉ុន្តែបើផ្សារភ្ជាប់ជាមួយសុខភាពវិញគឺ fail ហ្មងឥឡូវខ្ញុំនិយាយរឿងសក់វិញកាលណានៅក្នុងចំណីអាហារមានសក់វាមានអីកើតឡើងខ្លះបងប្អូនដឹងហើយសក់ខ្លះពណ៌អីគេហើយក្នុងសក់ហ្នឹងវាផ្សិតតែរឿងគីមីទាំងអស់នៅក្នុងក្បាលយើងដែលមានសក់ហ្នឹងវាអាចកើតជាជំងឺផ្សិតវាមានកែវាមានបាក់តេរីវាមានមេរោគផ្សេងហើយបើសិនជាធ្លាក់ទៅពឹបគឺវាអាចមានបញ្ហាចូលនៅក្នុងអាហារហើយបើសឡហ្នឹងវាទឹកត្រជាក់ទៀតអត់មានវឌ្ឍនាទេមេរោគហ្នឹងមួយទៀតកស៊ូកភាគច្រើនកស៊ូកហ្នឹងវាជាប់ទៅលើអាពេលយើងចប់បន្លែរុំបន្លែរុំអីចងបន្លែប៉ុន្តែអត់ដឹងថាយ៉ាងម៉េចការដែលរៀបចំយកមកស្លហ្នឹងវាមានអាហ្នឹងមកជាមួយកស៊ូហ្នឹងជាប់សុទ្ធហ្នឹងហើយសិតសារធាតុគីមីហ្មងអាហ្នឹងបកកឲ្យមហារីកសាហាវមែនតើហើយមួយទៀតនៅក្នុងអាហារហ្នឹងវាមិនមានអាដែកដុសឆ្នាំងបងប្អូនអាដែកដុសឆ្នាំងយើងព្រោះឲ្យវាបន្លំពណ៌ខៀវធ្លាប់ជួបដូចគ្នាដួសមកគឺដែកដុសឆ្នាំងនឹងបដ ாய் ហើយមួយទៀតរឿងដង្កូវក៏ប៉ុន្តែដង្កូវវាអាចធម្មជាតិទេវាអាចមាននៅក្នុងបន្លែក្នុងអីចឹងទៅណាយើងក៏នៅមានអារម្មណ៍ថាទៅហូបមិនបានសាប់ពេលយើងដួសមកឃើញដង្កូវនៅក្នុងហ្នឹងគឺដឹងអាចោលហើយវាពិបាកនៅក្នុងការកិច្ចឲ្យញ៉ាំបានណាអញ្ចឹងខ្ញុំចង់បានបទពិសោធន៍បងប្អូនទាំងអស់គ្នាថាធ្លាប់ជួបបទពិសោធន៍របៀបហ្នឹងអត់ហើយបងប្អូនយល់យ៉ាងម៉េចដែរបើសិនជាជួបសក់ជួបដង្កូវជួបកស៊ូឬក៏ជួបសម្ភារៈអីផ្សេងនានាចុះ option ថា other ចុះដែលវាមិនមែនជាសាច់មិនមែនជាបន្លែមិនមែនជាគ្រឿងទេសអារម្មណ៍បងប្អូនយ៉ាងម៉េចបងប្អូនបន្តញ៉ាំទៀតអត់ឬក៏បងប្អូនធ្វើយ៉ាងណាហើយសារនេះដែរយើងយកមកស្ដាប់ទាំងអស់គ្នាដើម្បីឲ្យអ្នកចម្អិនអាហារជាចុងភៅជាម្ចាស់ភោជនីយដ្ឋានផ្សេងគាត់ក៏បានយកចិត្តទុកដាក់កាន់តែខ្លាំងអញ្ចឹងចង់ស្ដាប់អារម្មណ៍អ្នកពិសាវិញតើអ្នកពិសាយល់យ៉ាងណាដែរខមមិនទាំងអស់គ្នានៅក្នុងវីដេអូនេះផងដើម្បីទទួលបានមតិយោបល់ពីបងប្អូនទាំងអស់គ្នាអរគុណច្រើនពីខ្ញុំអ្នកគ្រូសីពៅចា